ប្តីប្រពន្ធជំនាញនឹងអាជីពផ្សេងគ្នាប្តីធ្វើនេះប្រពន្ធធ្វើនោះតែដល់ការហើយចង់ទៅធ្វើអ្វីផ្សេងទៀតសំណួរល្អទោះបីសំណួរហ្នឹងបែបឌឺដងឬមួយក៏បែបស្មោះត្រង់ក៏ដោយតែខ្ញុំសូមឆ្លើយពីព្រោះវាប៉ះពាល់ដល់បងប្អូនកូនក្មួយទាំងអស់ដែលអ្នកខ្លះគាត់កំពុងរងចាំថាតើមានសំណួរហ្នឹងកើតមានអត់ជាក់ស្ដែងកូនក្មួយទាំងអស់គ្នាធ្លាប់ស្ដាប់ពីអតីតកាលរបស់ខ្ញុំហីខ្ញុំអតីតជាអ្នកលក់មាសធ្លាប់លក់ខោអាវធ្លាប់លក់គ្រឿងកោបធ្លាប់ចិញ្ចឹមត្រីធ្លាប់មានចំការធ្លាប់មានកសិដ្ឋានធ្លាប់មានការជួញប្រែផ្សេងដំណាំដាំដុះផ្សេងជាម្ចាស់ហាងបញ្ចាំជាប្រធានក្រុមហ៊ុនមួយទៀតចាអញ្ចឹងបងប្អូនឃើញថាវាច្រើនណាស់អានឹងហើយជាប័ណ្ណពិសោធន៍ដែលខ្ញុំមានអ្វីយកមកនិយាយនៅក្នុងពេលនេះបើសិនជានិយាយពីអាជីពនិងមុខរបររបស់ខ្ញុំណាប្រហែលជាខ្ញុំមិនក្រោម10ទេហើយមួយមុខខ្ញុំមិនដែលចាប់ឲ្យខ្ញុំមិនដែលលេងទេអ្វីដែលខ្ញុំលេងសិតតែមុខរបរហ្នឹងគឺអ្នកណាមករតាមក្រោយខ្ញុំហួសសម័យហ្មងខ្ញុំដឹងថា5ឆ្នាំទៅមុខទៅមានអីចឹងខ្ញុំវិវត្តខ្លួនបែបហ្នឹងចឹងសួរថាជាបទពិសោធន៍ចឹងហើយហ្នឹងខ្ញុំធ្វើយ៉ាងម៉េចឬមួយខ្ញុំធ្វើទាំងអស់ឬមួយក៏ខ្ញុំចាប់មួយប្រឡែងមួយឬមួយយ៉ាងម៉េចអត់ទេកូនក្មួយទាំងអស់គ្នាមានដំណាក់កាលនៃចំនួនទាំងអស់ហ្នឹងមុខរបរណាដែលវ័យក្មេងធ្វើខ្ញុំត្រូវធ្វើបែបហ្នឹងហើយមុខរបរណាដែលវ័យចំណាស់ធ្វើខ្ញុំកសាងពីវ័យក្មេងមកអញ្ចឹងវាជាការគិតការដាក់ផែនការជីវិតរបស់ខ្ញុំវានៅក្នុងផែនការទាំងអស់សុកវាមិនមែនកើតឡើងដោយឯងទេមានសិទ្ធក្មួយមានសិទ្ធនឹងដាក់ផែនការដាក់គោលដៅថាប្រហែលឆ្នាំបើក្មួយមានលុយប្រហែលត្រូវធ្វើអីបន្តទៀតក្មួយត្រូវតែមានផែនការជីវិតរបស់ខ្លួនឯងមនុស្សបើអត់មានផែនការជីវិតណាមិនអាចដើរដល់ជើងមេឃទេសួរជើងមេឃខ្ញុំនិយាយជើងមេឃយើងនឹងមិនមែនទេជើងមេឃគឺដំណាក់កាលអនាគតរបស់យើងពីព្រោះអីប្រើជីវិតក្នុងមួយថ្ងៃឲ្យល្អបំផុតហើយអ្វីដែលល្អបំផុតហួសថ្ងៃហ្នឹងឲ្យល្អជាងម្សិលមិញរកស៊ីថ្ងៃហ្នឹងឲ្យរីកចម្រើនជាងម្សិលខ្ញុំមិនមែនជាមនុស្សដែលជោគជ័យដែលមានឈ្មោះបោះសម្លេងអីនៅក្នុងពិភពលោកហ្នឹងនៅក្នុងប្រទេសហ្នឹងនៅផែនដីហ្នឹងឯងក៏ប៉ុន្តែខ្ញុំប្រកាសថាពេលដែលខ្ញុំស្លាប់បាត់សម្ដីខ្ញុំថ្ងៃហ្នឹងនឹងមានតម្លៃហើយក្មួយទាំងអស់គ្នានឹងយកសម្ដីរបស់ខ្ញុំទៅពិចារណាអូខេ